ចូលកំគិតតែខឹងក្រោធខឹងសម្បាគេដែលនៅពេលដែលគេមិនបានជួយឧបត្ថម្ភដោយដែលគេធ្លាប់បានជួយចូលចេះគិតក្រោកឡើងមកជួយខ្លួនឯងនៅពេលដែលគ្មានគេមកជួយព្រោះគ្មាននរណាដែលអាចជួយយើងបានគ្រប់ពេលវេលាក្នុងដំណើរជីវិតឡើយមនុស្សម្នាក់គេមានខ្សែជីវិតដំណើរជីវិតដោយឡែកផ្សេងគ្នារបស់គេដែរហើយគេក៏មានតួនាទីកាតព្វកិច្ចផ្ទាល់របស់គេខ្លួនឯងដូចគ្នាដូច្នេះហើយយើងមិនអាចទៅដង្ហើយហៅទទូចហៅគេឲ្យទៅឈប់ដើរទៅហើយមកជួយលើកជួយគ្រាឲ្យយើងដើរទៅបានគ្រប់ពេលគ្រប់វេលានោះទេហើយយើងខ្លួនឯងក៏ដូចគ្នាដែរយើងក៏មិនអាចទៅជួយគេគ្រប់គ្នារាល់លើកគ្រប់ពេលវេលាបានដូចគ្នាចូលកុំទៅតូចចិត្តអន់ចិត្តខឹងសម្បាជាមួយគេឡើយនៅពេលដែលជីវិតជួបនៅឧបសគ្គជួបនៅគ្រឿងលំបាកជួបទុក្ខដួលនៅរឿងឧបសគ្គទាំងឡាយដែលមិនមាននរណាម្នាក់មកយល់ចិត្តមកជួយលើកឬជួយគ្រាឲ្យក្រោកឡើងហើយជាពិសេសចូលក៏មានចិត្តចង់ចិត្តខឹងក្រោធគេដោយចោទទោសបន្ទោសដាក់ទោសគេអ្នកដទៃឬបន្ទោសពិភពលោកខាងក្រៅឯណាជាហេតុធ្វើឲ្យខ្លួនជួបទុក្ខលំបាកឬហេតុអ្វីទើបបានជាគេឬគ្មាននរណាម្នាក់គេមកបោះដៃជួយយើតយោងឲ្យក្រោកឡើងបានព្រោះនៅពេលដែលគេដួលគេជួបទុក្ខលំបាកអ្នកក៏មិនបានទៅជួយគេដែរហើយការដួលភាពបរាជ័យឬទុក្ខលំបាករបស់មនុស្សម្នាក់គឺវាមានតម្លៃផ្សេងគ្នាគឺវាមានតម្លៃមិនដូចគ្នាឬមិនស្មើគ្នាឡើយអ្នកខ្លះគ្រាន់តែដួលមិនមានស្នាមនៃការជឿចាប់ប៉ុន្តែអ្នកខ្លះដួលគឺដូចធ្លាក់រណ្ដៅឬធ្លាក់ពីទីខ្ពស់ជាដើមឡើយនៅក្នុងគណៈដែលអ្នកខ្លះដែលដួលហើយឬមានបំណងសេចក្តីប្រាថ្នាចង់បានអ្វីមួយហើយគិតតែរំពឹងឲ្យតែគេជួយឈោងដៃចាប់លើកឡើងឲ្យដើរទាំងស្រុងតែម្ដងដែលគឺវាមិនអាចមានឡើយគ្មាននរណាម្នាក់ដែលអាចជួយអ្នកបានឡើយនោះតើតែបុគ្គលផ្ទាល់ខ្លួនឯងនឹងមានសតិមានស្មារតីចេះដឹងចេះជួយខ្លួនឯងផងដែរនោះទើបគេអ្នកដទៃអាចជួយលើកជួយគ្រាឲ្យដើរទៅមុខបានហើយក្នុងកលៈទេសៈខ្លះយើងខ្លួនឯងគឺត្រូវតែមានសតិមានបញ្ញាក្នុងការថ្លឹងថ្លែងក្នុងការជួយសង្គ្រោះគេអ្នកដទៃការដែលជួយគេបានដោយតាមអធិស្ឋ័យតាមសមត្ថភាពដោយការជួយគេហើយមិនផ្ដល់នូវភាពក្រៅក្រហាយឲ្យដល់ខ្លួនឯងមិនមែនទៅជួយគេរហូតអស់កម្លាំងអស់សទ្ធាខ្លួនឯងឡើយជួយគេរហូតคล้ายទៅជាបំផ្លាញខ្លួនឯងคล้ายទៅជាទុក្ខនោះគឺហៅថាខ្វះបញ្ញាបាត់បង់សតិហើយចូលមានសតិវែងញែកថ្លឹងថ្លែងក្នុងការជួយបើជួយបានក៏បានហើយបើជួយគេមិនបានក៏ត្រូវតែចេះដឹងក្នុងការដាក់ចោះដោះលែងកុំទៅជាដាក់សម្ពាធខ្លួនឯងឲ្យคล้ายទៅជាទុក្ខអីណាព្រោះយើងខ្លួនឯងក៏ត្រូវមានដំណើរជីវិតផ្ទាល់ខ្លួនឯងត្រូវប្រើប្រាស់ធម៌ពលចិត្តគំនិតធម៌ពលសតិបញ្ញាដើម្បីជួយខ្លួនឯងឲ្យមានដំណើរប្រព្រឹត្តទៅមុខបានដូចគ្នាដែរចូលចងចាំទុកថាគ្មាននរណាម្នាក់ដែលអាចជួយយើងបានច្រើនបំផុតក្រៅអំពីខ្លួនអាត្មាខ្លួនឯងឡើយគេអ្នកដទៃឯណាជួយបានត្រឹមតែចង្អុលបង្អាញផ្លូវឬជួយលើកមួយគ្រាប៉ុណ្ណោះប៉ុន្តែខ្សែជីវិតដំណើរជីវិតរបស់យើងផ្ទាល់ខ្លួនឯងយើងត្រូវតែមានសក្តានុពលសតិបញ្ញាក្នុងការប្រព្រឹត្តដំណើរជីវិតដោយខ្លួនឯងគ្មាននរណាម្នាក់មកដើរជំនួសយើងបានឡើយហើយក៏គ្មាននរណាម្នាក់ដែលត្រូវស្លាប់ដោយការបរាជ័យឡើយបើដួលហើយត្រូវតែចេះក្រោកឈរឡើងដោយខ្លួនឯងព្រោះការដួលឬភាពបរាជ័យទាំងឡាយនៅក្នុងជីវិតវាសុទ្ធតែជាបទពិសោធន៍ជាមេរៀនជីវិតដើម្បីធ្វើឲ្យជីវិតរីកចម្រើនប៉ុណ្ណោះ